សួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដានរាល់វីដេអូរបស់ខ្ញុំបាទដែលផ្សាយចេញទៅនិយាយអំពីឱសថបុរាណខ្មែរដែលខ្ញុំបានសិក្សារៀនសូត្រជាមួយនឹងលោកគ្រូរបស់ខ្ញុំហើយយកមកចែករំលែកជូនពុកម៉ែបងប្អូនទស្សនាក៏ដូចជាបាទធ្វើជាចំណេះដឹងបានក្នុងការសិក្សារៀនសូត្រយករុក្ខជាតិមួយចំនួនដែលខ្ញុំផ្សាយចេញទៅធ្វើជាឱសថសម្រាប់ព្យាបាលសុខភាពលើរូបរាងកាយរបស់ពុកម៉ែបងប្អូនហើយរុក្ខជាតិដែលខ្ញុំបង្ហាញនេះគឺជារុក្ខជាតិដែលដុះនៅតាមព្រៃរបស់បាទរុក្ខជាតិនោះគឺរុក្ខជាតិដើមពោធិ៍បាទពោធិ៍វាមានត្រួយពណ៌ក្រហមព្រឿងស្លឹកវាស្តៀងនឹងស្លឹកម្កាក់ក៏ដូចជាម្កាក់ព្រៃផងដែរបាទដើមពោធិ៍នេះបងប្អូនទាំងអស់គ្នាអាចសម្គាល់តាមប្រភេទវីដេអូខ្ញុំបានដែលខ្ញុំបាទបង្ហាញជូនពុកម៉ែបងប្អូនហើយដើមពោធិ៍វាមានអត្ថប្រយោជន៍បែបណាហើយគុណសម្បត្តិយ៉ាងដូចម្ដេចខ្ញុំនឹងជម្រាបប្រាប់ពុកម៉ែបងប្អូនគេប្រើដើមពោធិ៍នេះគេប្រើសបកដើមខ្លឹមហើយនឹងស្លឹកពុកម៉ែបងប្អូនណាហ្នឹងហើយសបកដើមគេស្ងោងូតព្យាបាលរោគសើស្បែកជំងឺរោគរមាស់បោសហើយនឹងក្លុងបាទពុកម៉ែបងប្អូនណាអ្នកដែលកើតក្លុងហើយសម្បកដើមមួយទៀតគឺគេស្ងោផឹកបាទកែរោគអាការៈច្អល់ពោះហើមពោះបាទពុកម៉ែបងប្អូនណាហ្នឹងហើយក្លឹមរបស់វាគឺគេស្ងោបាទកាត់បន្ថយអាការៈស្ដេកទឹកមួយទៀតកាត់ស្លេះហើយស្លឹករបស់វាគឺគេព្យាបាលអាការៈរលាកផ្សេងពុកម៉ែបងប្អូនណាហ្នឹងហើយបើស្លឹកយើងហាលវាឲ្យសពប់ក្នុងមួយលុបបន្តិចមកហើយយើងយកទៅដាំទឹកហូបបាទយើងដាក់ចំនួនពី20ទៅ30ក្រាមទៅក្នុងទឹក1លីត្រកន្លះពុកម៉ែបងប្អូនស្ងោរហូបហើយសម្បករបស់វាគឺដូចគ្នាដែរពុកម៉ែបងប្អូនហាលវាឲ្យស្ងួតខ្លឹមវាហាលវាឲ្យស្ងួតដែរទៅពុកម៉ែបងប្អូនអាចប្រើចន្លោះពី30ទៅ50ក្រាមក្នុងទឹក1លីត្រកន្លះហ្នឹងពុកម៉ែបងប្អូនស្ងោរឲ្យរងាស់ឲ្យសល់1លីត្រតិចតួចទៅហើយពុកម៉ែបងប្អូនយកមកហូបបាទហូបអត់មានចំនួនកំណត់ទេហូបដូចយើងហូបតែដែរប៉ុន្តែពុកម៉ែបងប្អូនប្រើទាល់តែអស់ជាតិថ្នាំបានពុកម៉ែបងប្អូនបដូរថ្នាំថ្មីបានហើយមួយវិញទៀតគេប្រើទៅលើជំងឺបានប្រម៉េះជំងឺអីក៏គេប្រើទៅលើដើមពោធិ៍ដែរប៉ុន្តែគេផ្សំជាមួយនឹងរុក្ខជាតិដទៃទៀតបានពូកែប្រមាស់ពុកម៉ែបងប្អូនណាហ្នឹងហើយបើអ្នកណាចង់ព្យាបាលជំងឺផ្សេងជំងឺតម្រងនោមជំងឺរលាកកាពះជំងឺឈឺពោះវៀនជំងឺគិសជំងឺមៈเร็งឬក៏ជំងឺមហារីកអីគឺខ្ញុំមានមើលពុកម៉ែបងប្អូនណាហ្នឹងហើយជំងឺសរសៃពិសេសគឺសរសៃបាទដែលជាជំនាញពិតប្រាកដរបស់ខ្ញុំហើយពុកម៉ែបងប្អូនចង់បានអាចទូរស័ព្ទមកខ្ញុំបានអរគុណបាយបាយ